នៅក្នុងប្រធានមួយនេះគឺយើងនិយាយអំពី Revit Tweet Revit Tweet ហ្នឹងបើយើងនិយាយទៅវាជារូបមន្តមួយដែលយើងប្រើសម្រាប់ធ្វើការបង្ហាញតម្លៃលេខចន្លោះតម្លៃលេខពីប្រមាណទៅប្រមាណណាអូខេអញ្ចឹងខ្ញុំសូមឧទាហរណ៍ឲ្យគ្នាយើងមើលសិនខ្ញុំបានស្មើ Revit Tweet Revit Tweet ចឹងខ្ញុំបានបញ្ជាក់គ្នាយើងបញ្ជាក់ថា Revit Twin គឺជារបបមួយដែលយើងប្រើសម្រាប់ធ្វើការបង្ហាញនៅតម្លៃលេខឧទាហរណ៍ថាខ្ញុំចង់បង្ហាញពីប្រមាណទៅដល់ប្រមាណខ្ញុំបង្ហាញពី1ហើយ top ហ្នឹងគឺទៅដល់10ចឹងណាអូខេយើងចុច enter ចឹងវានឹងបង្ហាញទៅជា4ឥឡូវខ្ញុំ enter ម្ដងទៀតតើវាចេញប្រមាណអញ្ចឹងខ្ញុំគិតថាវាចេញតិច3ចឹងអូខេចេញជាលេខ6យើងចុចម្ដងទៀតវាយើងគិតថាវាចេញជាលេខ10វាចេញលេខ6នោះទៀតឬក៏ enter ម្ដងចេញជាលេខ5អញ្ចឹង Rabbit Tweet អត់មានតែគេដឹងថាតើពេលដែលវាបង្ហាញតម្លៃលេខហ្នឹងវាបង្ហាញលេខប្រមាណឲ្យច្បាស់ទេអត់អាចយើងអាចទាយដឹងមុនទេណាអញ្ចឹងទៅជាទូទៅគេប្រើ Rabbit Tweet ហ្នឹងសម្រាប់ធ្វើការចាប់ឆ្នោតរង្វាន់នៅក្នុងក្រុមហ៊ុនឬក៏ការបង្ហាញនៅចំនួនអ្វីមួយបាទទៅតាមតម្រូវការប្រើប្រាស់ផ្សេងៗគ្នាចឹងទៅចុះយើងមានលំហាត់យើងទៅនេះមួយអូខេយើងមានលំហាត់យើងទៅនេះមួយដែលយើងមានបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់យើងហើយក៏បុគ្គលិករបស់យើងគាត់ក៏បានជ្រើសរើសនៅសិលឹកលេខឆ្នោតដែលគាត់ទទួលបានពីខ្លួនចឹងទៅបាទដូចជាវ៉ាន់សគុណគាត់ទទួលលេខឆ្នោត012បាទអឿនបញ្ញាគាត់ទទួលលេខឆ្នោត023ទៅតាមដែលយើងមើលឃើញចឹងទៅអូខេហើយនៅនេះគឺជាលក្ខខណ្ឌដែលខ្ញុំសុំមើលតិចវាមានតែចូលទៅក្នុងមានរបស់យើងគឺអូខេមកយើងចង់ដល់ណាយតែណាដែលខ្ញុំមានលពលជឿបាទអញ្ចឹងនៅក្នុងក្រុមហ៊ុនមួយគឺគាត់បានធ្វើការចាប់រង្វាន់ select ឆ្នោតចំពោះបុគ្គលិករបស់ខ្លួនដូចជាក្រោមបាទអញ្ចឹងបាទselect លេខឆ្នោត010ទទួលបានឆ្នាំងអ៊ូតបាទ select លេខឆ្នោត030ទទួលបានទូរស័ព្ទដៃបាទ iPhone 12 8ឬក៏ Samsung អីចឹងណាអូខេហើយ038ទទួលបានម៉ូតូបាទអាចជាម៉ូតូ Honda Dream ឬក៏ម៉ូតូ Scoopy អីចឹងទៅណាអូខេហើយ023គឺទទួលបានប្រាក់ចំនួន20000រៀលត្រឡប់ទៅផ្ទះវិញអូខេអញ្ចឹងមានន័យថាលក្ខខណ្ឌរបស់យើងរបស់ក្រុមហ៊ុនគាត់ធ្វើការបញ្ជាក់ឲ្យថាគឺជា4អញ្ចឹងបើសិនជាត្រូវតាមលេខបាទសំណាងដែលយើងដែលយើងឃើញនៅលើហ្នឹងអញ្ចឹងយើងប្រកាសជាទទួលបានរង្វាន់ទៅតាមលេខដែលយើងមើលឃើញចឹងតែក្រុមហ៊ុនក៏គេបញ្ជាក់ដែរណាគេបញ្ជាក់ថាបើសិនបើក្រុមហ៊ុនចាប់មិនបានដូចណាជាស្រ័យគេយើងមិនបានដូចលេខនៅខាងលើទេទុកជាមោភៈឬឧស្សាហ៍បោះណាអញ្ចឹងសំណាងគឺស្ថិតទៅលើ Rabbit Twin ហើយព្រោះដោយសារតែ Rabbit Twin គឺជារូបមន្តមួយដែលបង្ហាញលេខហ្នឹងហើយអូខេខ្ញុំស៊ូមឲ្យឆ្ងាយតិចចុះអូខេអញ្ចឹងនេះគឺជាតន័យផុសអូនៅកន្លែងនេះរកអាយុមែនទេគ្នាយើងអញ្ចឹងខ្ញុំទៅរកអាយុសិនណារកអាយុ today នៅក្នុងហ្នឹងខ្ញុំដាក់ទៅជា y enter អូខេតោះខ្ញុំប្រើរង្មុន between បែរដាក់ស្មើ ren b តចង្ពោះ twin អូខេអញ្ចឹង ren between គឺជារូបមន្តមួយដែលយើងប្រើសម្រាប់បង្ហាញតម្លៃលេខទៅតាមការកំណត់ពីបឋមទៅ top ប៉ុន្តែការបង្ហាញមួយហ្នឹងគឺយើងអត់អាចដឹងថាតើពេលដែលវាបង្ហាញហ្នឹងគឺតម្លៃលេខហ្នឹងប្រមាណទេអូខេអញ្ចឹងប៊ូថុនខ្ញុំគិតថាទាបបំផុតខ្ញុំយកត្រឹម
010ណាតែហើយខ្ពស់បំផុតខ្ញុំយកត្រឹម040ខ្ញុំបិទគូកញ្ចក់ឲ្យជា Inter អញ្ចឹងបុគ្គលិកទាំង5រូបបាទ5នាក់ដែលត្រៀមខ្លួនចាំមើល select ឆ្នោតយើងទាំងអស់គ្នាហើយខ្ញុំ Enter ទៅតើនឹងចំ select ឆ្នោតទៅលើម្នាក់ណាហើយនឹងទទួលបានរង្វាន់អ្វីដែរអូខេបូមអត់មានទេណាអញ្ចឹងខ្ញុំសូមធ្វើការ enter រយៈពេល4ពីព្រោះថាលក្ខខណ្ឌរបស់យើងគឺ4អញ្ចឹងគឺផុតមួយហើយយើងនៅសល់3ទៀតដែលត្រៀមខ្លួន1 2 3អត់មានទេណាអូខេតាលើកទី3អត់ទេណាអញ្ចឹងលើកទី4គឺជាលើកចុងក្រោយបូមអត់មានដូចគ្នាអញ្ចឹងឥឡូវដើម្បីចង់ឲ្យឃើញថាមានបានគឺយើង enter ទៀតទៅ enter តឲ្យឃើញមក016អត់មានទេតតែ038ទៅនឹងឃើញថាមានម្នាក់ដែលតែគាត់ទទួលបានអឺបាទ038ត្រូវហ្នឹងអូបានម៉ូតូណាបាទយ៉ាងថាវីអូខេអញ្ចឹងយ៉ាងថាវីគាត់ជាអ្នកខាង design ហើយបាទ select ឆ្នោតគាត់គឺ38អញ្ចឹងវាត្រូវជាមួយនឹងម៉ូតូអូខេអូខេអញ្ចឹងប៉ុណ្្នឹងណាវីដេអូនេះគឺរៀងប៉ុណ្្នឹងចាហើយខ្ញុំចាប់លើ4នេះណានេះគាត់ថាខ្ញុំចង់ចាប់ហ្នឹងឲ្យវាត្រូវជាមួយនឹងអឺឆ្នោតលេខដែលយើងចាប់ឆ្នោតនៅនេះណានៅនេះអូខេចឹងគ្នាអាចប្រើរូបមន្តនេះទៅលើអ្វីក៏បានដែរអាចលេងឆ្នោតលេងក៏បានដែរតែខ្ញុំអត់ទីទេណាអានេះក៏ជាការចាប់ឆ្នោតនៅក្នុងក្រុមហ៊ុនទេមិនមែនជាការលេងឆ្នោតអីទេណាអូខេ